សរសើរតាមទំនុកដំកើងដែលយើងនឹងសរសើរដំកើងព្រះតាមទំនុកដំកើងជាមួយគ្នាចា៎សូមឲ្យចិត្តយើងដែលជាគុណព្រះនោះបានសរសើរទ្រង់រាល់ថ្ងៃត្បិតព្រះដ៏ពិតនៃយើងជាព្រះដែលមានព្រះជន្មរស់នៅទ្រង់តូចឃើញនិងជ្រាបយល់ដឹងនៅដំណើរផ្លូវជីវិតរបស់យើងរាល់ពេលវេលាហើយទ្រង់សពប្រតិឲ្យយើងបានរៀនទុកចិត្តលើទ្រង់ក្នុងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាចូលយើងសរសើរដំកើងព្រះយេហូវ៉ាអើយសូមទ្រង់មេត្តាប្រោះទូបង្គំសូមទ្រង់ទតមើលសេចក្តីទុក្ខលំបាករបស់ទូបង្គំផងជាការដែលទូបង្គំទ្រាំរងនេះដោយសារពួកអ្នកដែលស្អប់ទូបង្គំគឺទ្រង់ហើយដែលលើកទូបង្គំឡើងឲ្យរួចពីទ្វារនៃសេចក្តីស្លាប់ដើម្បីឲ្យទូបង្គំបានសម្ដែងចេញអស់ទាំងសេចក្តីសរសើរនៃទ្រង់នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូនទូបង្គំនឹងរីករាយឡើងក្នុងសេចក្តីសង្គ្រោះរបស់ទ្រង់អស់ទាំងសត្វដតីបានផុងទៅក្នុងរណ្ដាយដែលខ្លួនបានជីកជើងគេជាប់នៅក្នុងអន្ទាក់វត្តដែលខ្លួនគេបានបង្កប់ទុកព្រះយេហូវ៉ាទ្រង់បានសម្ដែងមកឲ្យស្គាល់ទ្រង់បានសម្រេចតាមសេចក្តីយុត្តិធម៌ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ដោយការដែលដៃគេធ្វើបងប្អូនទើបនឹងបានស្ដាប់នៅក្នុងទំនុកដំកើង9:13-16តើបងប្អូនលោកអ្នកធ្លាប់ពិនិត្យចាប់អារម្មណ៍លើផ្កាកុលាបនៅពេលដែលក្រពុំហើយចាប់ផ្ដើមរីកបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃទេហើយមានដែលធ្លាប់ជួយបើកស្រទាប់ឲ្យវាដែរឬទេបើសិនជាយើងជួយវានោះផ្កានោះប្រកាសជាខូចសម្រស់ឬស្លាប់តែម្ដងព្រះទ្រង់បានបង្កើតគ្រប់អ្វីទាំងអស់យ៉ាងល្អប្រសើរនៅក្នុងពេលរបស់ទ្រង់បានឲ្យអ្វីទាំងអស់កើតឬរីកចេញឡើងទៅតាមពេលវេលារបស់ទ្រង់បើសិនជាបងប្អូនលោកអ្នកមានបញ្ហានឹងអ្នកណាឬនឹងអ្វីមួយនោះសូមពឹងផ្អែកទុកចិត្តលើទ្រង់ឲ្យទ្រង់ជួយដោះស្រាយឲ្យចុះអោបងប្អូនស្ងួនភ្ងាអើយកុំឲ្យសងសឹកឡើយចូលថយចេញពីកំហឹងទៅត្បិតមានសេចក្តីចែងទុកមកថាព្រះអម្ចាស់មានព្រះបន្ទូលថាការសងសឹកនោះស្ដេចនឹងអញនឹងសងដល់គេពិតណាស់អ្វីដែលអាក្រក់ដែលយើងអាចនឹងធ្វើតបទៅបញ្ហាជីវិតនោះគឺតបតដោយការថ្កោលទោសនិងការសងសឹកដោយផ្ទាល់ដៃនៅក្នុងទំនុកដំកើង9នេះបានប្រាប់យើងថាព្រះយេហូវ៉ាទ្រង់បានសម្ដែងមកឲ្យស្គាល់ទ្រង់បានសម្រេចតាមសេចក្តីយុត្តិធម៌ទំនុកនេះបានផ្ដល់ការធានារ៉ាប់រងដល់យើងថានៅក្នុងពេលវេលារបស់ព្រះទ្រង់នឹងអត់ទោសដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់អ
អស់ទាំងសះដតីបានផុងទៅក្នុងរណ្ដៅដែលខ្លួនគេបានជីកពួកមនុស្សអាក្រក់បានជាប់អន្ទាក់ដោយការដែលដៃគេធ្វើនេះជាការលើកទឹកចិត្តដល់យើងដោយដឹងថាយើងមិនចាំបាច់ចំណាយពេលនិងកម្លាំងខ្វល់ខ្វាយនឹកគិតពីអស់អ្នកដែលប្រព្រឹត្តអាក្រក់ហើយរីកចម្រើនក្នុងផ្លូវរបស់គេដោយទ្រព្យសម្បត្តិបន្សាក់ជោគជ័យដែលមានពាសពេញលើโลกនេះទេត្បិតថ្ងៃមួយព្រះទ្រង់នឹងសម្រេចការក្តីទាំងអស់នេះដោយយុត្តិធម៌ដោយគ្មាននរណាអាចគេចផុតបានឡើយពិតណាស់ទន្ទឹមនៅពេលដែលរងចាំនេះយើងជាអ្នកគ្រីស្ទានមិនមែនដេកចាំមើលនោះទេគឺត្រូវខិតខំធ្វើយ៉ាងណាឲ្យពិភពលោកីយ៍នេះបានប្រសើរឡើងដែរត្បិតយើងជាអំបិលលើផែនដីនិងជាពន្លឺលើលោកីយ៍នេះដែលព្រះទ្រង់បានរើសតាំងយើងឡើងជាគំរូដ៏ល្អពិសេសទៅទៀតគឺការប្រកាសប្រាប់ដែលមនុស្សមានបាបទាំងអស់ឲ្យគេកែប្រែចិត្តវិលបែរមករកព្រះដ៏ពិតតែមួយវិញហើយដែលអាចជួយទប់ទល់ខត់ខាំងគេកុំឲ្យធ្លាក់ទៅក្នុងរណ្ដៅនរកដែលនឹងរងវេទនាក្នុងបឹងភ្លើងអស់កលជានិច្ចនោះគឺវេទនាណាស់ដូច្នេះចូលយើងជាកូនព្រះកុំនឹកតូចចិត្តនឹងមនុស្សអាក្រក់គេចម្រើនក្នុងផ្លូវរបស់គេនោះឡើយតែចូលប្រកាសឲ្យគេដឹងឮនិងទទួលដំណឹងល្អដើម្បីឲ្យគេបានទទួលសេចក្តីសង្គ្រោះពីព្រះវិញការអ្វីផ្សេងទៀតដែលគេប្រព្រឹត្តនោះចូលទុកឲ្យព្រះជាអ្នកកាត់ក្តីចោលកិច្ចការរបស់យើងគឺជាអ្នកធ្វើទីបន្ទាល់ពីព្រះ